ចាថ្ងៃនេះគឺជាថ្ងៃមិបូជាចាអញ្ចឹងសូមអនុមោទនាថ្ងៃមិបូជាហើយសម្រាប់នាងខ្ញុំនិងបងប្អូនក៏ដូចជាក្រុមគ្រួសារអត់បានទៅវត្តនឹងគេទេប៉ុន្តែថ្ងៃនេះគឺមានសទ្ធាជ្រះថ្លាដោយស្លៀកសពាក់សនិងញ៉ាំអាហារបួសហ្នឹងគឺអត់ញ៉ាំសាច់គោហើយនិងអត់ញ៉ាំសត្វដែលជាអាហាររស់ទេចាហើយយើងមកប្រឡែងថៃនៅមុខទលេ4មុខនៅក្នុងមុខវាំងចាហើយចៃដនទៀតហើយថ្ងៃនេះគឺបានជួបជាមួយនឹងអ្នកនេសាទគាត់ចាប់ត្រីណាមកកធំចាចាំបងប្អូនមើលស្ដាប់មើលទៅគឺពុកតារោចាស់រួចថ្ងៃហ្នឹងកុំចាប់វិញណាបានទៅហ្នឹងនេះតោះបានខ្ញុំបានដែរអូងងlấy má là nè ngọt má này má cái năng đấy lại luôn mày mà xua lại thấy mà ta hai đập riêng mặt được mà ចាអញ្ចឹងគឺថៃនេះគឺខ្ញុំបានជាវពីគាត់អ្នកចាប់ថៃពីមាត់ទន្លេហ្នឹងគាត់យកតែ30000ទេប៉ុន្តែគឺខ្ញុំជូនគាត់$10ហើយពួកខ្ញុំបានទិញថៃដែងទិញតុងយកមកប្រឡែងបន្ថែមនៅឯមាត់ទន្លេ4មុខរបស់យើងនឹងចាឲ្យសុំកុំឲ្យគាត់ចាប់សុំថ្ងៃនេះដោយសារថ្ងៃនេះយើងថ្ងៃមិបូជាហើយជាថ្ងៃសិលធំទៀតចាអញ្ចឹងនេះយើងមានតុងរស់ចាយើងយកទៅប្រឡែងចានេះគឺជាជំនឿបែបពុទ្ធសាសនារបស់យើងក្នុងការលេងសត្វត្រីសត្វតុងដែលមានជីវិតហ្នឹងឲ្យចូលទៅក្នុងទឹកគឺដើម្បីឲ្យភាពត្រជាក់ត្រជុំចម្រុងចម្រើននៅក្នុងក្រុមគ្រួសារហើយនេះខ្ញុំនឹងក្រុមគ្រួសារមានប្អូនចាក្នុងនោះគឺមានពហួតហ្នឹងគាត់ជាប្អូនរបស់បងតុយចាឲ្យគាត់គាត់ជាអ្នកផាត់មុខដ៏ចំណានរបស់ខ្ញុំម្នាក់ដែរតែឥឡូវនេះគាត់ទៅបើកហាងនៅខេត្តសៀមរាបចាអ្នកបងប្អូននៅខេត្តសៀមរាបអាចតាក់ទងគាត់បានឥឡូវបន្តទៅព្រះអង្គនកាចាដើម្បីធ្វើការអុជធូបបន់ស្រន់ព្រោះថ្ងៃនេះថ្ងៃល្អមែនតើចាអញ្ចឹងចង់ប្រាថ្នាអីឲ្យបានសម្រេចគឺនាងខ្ញុំជឿជាក់លើព្រះអង្គដង្ការចានាងខ្ញុំពិបាកចិត្តនាងខ្ញុំមានបញ្ហាអីឬក៏ចង់បានអ្វីមួយគឺនាងខ្ញុំតែងតែអុជធូបសុំលោកចាសុំសេចក្តីសុខហើយនឹងយើងចង់បានអីទៅខ្សឹបប្រាប់លោកទៅសុំលោកទៅហើយយើងបានសម្រេចយើងមកថ្វាយជាភ្លេងជាផ្លែឈើជាអីថ្វាយទៅលោកវិញចាអុជធូបដោយសារមនុស្សច្រើនចាអញ្ចឹងខ្ញុំអត់សូវហ៊ានវិជាទេខ្ញុំអុជធូបពីក្រៅមកចាជាមួយនឹងបងអូនស្រីហើយទោះបីជាយើងដើរទីសាធារណៈក៏ដោយក៏នាងខ្ញុំមិនភ្លេចជាមួយនឹងការពាក់ម៉ាស់ចាដើម្បីការពារសុវត្ថិភាពព្រោះអីយើងអាចនឹងភ្លេច COVID ប៉ុន្តែ COVID នៅតែមិនភ្លេចយើងទេចាអញ្ចឹងគឺ3គុំ3ការពាររបស់ពួកយើងនៅតែបន្តនៅការអនុវត្តបន្ថែមទៀតឃើញថាប្រជាជនខ្មែរយើងគឺលោកមាននៅតែមានជំនឿសម្រាប់ព្រះអង្គដង្ការរបស់យើងចាគឺមានការអុជធូបទៅសុំពរពីព្រះអង្គចាទាំងខ្ញុំដូចគ្នាចាគឺយើងមានជំនឿចាបន្ទាប់មកគឺចាភ្លក់លៀសនៅមុខព្រះបរមជាតិរាជវាំងកន្លែងព្រះអង្គដង្ការនឹងចាគឺថាទៅដល់ណាក៏ឆ្ងាញ់ដែរខ្ញុំទៅដល់ណាក៏ភ្លក់ឲ្យលៀសគាត់នេះគឺល្បីឆ្ងាញ់ហ្មងចាគាត់តែនិយាយនេះឡើងភ្លាវឡើងនេះទឹកមាត់ឡើងសក់ទឹកមាត់ឯចាគឺសូមបើកម៉ាស់ភ្លក់លៀសសិនចាភ្លក់លៀសគាត់ឆ្ងាញ់មែនចាអញ្ចឹងនេះគ្រាន់តែជារូបភាព highlight ខ្លះដែលបងប្អូនគាត់ថតបានអរគុណដែលបានមកធ្វើបុណ្យកុសលទាំងអស់គ្នាអរគុណពូហួតអរគុណអូនអ៊ីងដែលបានជួយថតចាអូនប្អូនស្រីខ្ញុំសូរីម៉ាហើយជូនបុណ្យដល់អ្នកទាំងអស់គ្នាផងដែលបានទស្សនាវីដេអូនេះសូមបានបុណ្យកុសលស្មើគ្នាណាចាអនុមោទនានៅក្នុងថ្ងៃមិបូជាចាជូនពរឲ្យប្រជាជនខ្មែរយើងចេះស្រឡាញ់គ្នាចេះគោរពគ្នាហើយនឹងចេះសាងអំពើល្អឲ្យគ្នាទៅវិញទៅមកមានតែការស្រឡាញ់អាណិតស្រឡាញ់និងការលើកលែងឲ្យគ្នាចាកុំធ្វើតែអ្វីដែលប៉ះពាល់គ្នាទៅវិញទៅមកចាហើយនេះគឺជាការកំសាន្តដែលពាក់ព័ន្ធទៅនឹងភាពស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជារបស់យើងចាហើយសង្ឃឹមថានៅក្នុងថ្ងៃនេះគឺយើងបានធ្វើបុណ្យនៅតាមវិទីវត្តអារាមផ្សេងតែបើយើងអត់បានទៅទេក៏អាចនឹងសាងកុសលខ្លះនៅកន្លែងណាក៏បានដែរសំខាន់គឺបុណ្យនៅក្នុងបេះដូងនៅក្នុងខួរក្បាលរបស់យើងចាអនុមោទនាមិបូជា